ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃពុធ11កើតខែបុស្សឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី31ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅការចម្លងមេរោគអេដនៅខេត្តបាត់ដំបងឆ្លុះបញ្ចាំងយ៉ាងដូចម្តេចចំពោះសេវាសុខាភិបាលកម្ពុជាបើយោងតាមបទវិភាគនៃគេហទំព័រ VOD បានចុះផ្សាយថាការចម្លងមេរោគអេដនៅខេត្តបាត់ដំបងដោយគ្រូពេទ្យប្រចាំភូមិនោះបានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេសហើយរាលដាលដល់ពិភពលោកទៀតសមត្ថកិច្ចអះអាងថាគ្រូពេទ្យនោះមិនមានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនេះទេប៉ុន្តែដោយសារតែអ្នកក្រីក្រមិនមានលទ្ធភាពទៅព្យាបាលជំងឺនៅពេទ្យដែលមានជំនាញច្បាស់លាស់នោះទើបជាឱកាសមួយសម្រាប់គ្រូពេទ្យឈ្មោះយ៉ែមច្រិនវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹងថាមានមនុស្ស140នាក់នៅឃុំរកាស្រុកសង្កែរកឃើញថាមានផ្ទុកមេរោគអេដគិតត្រឹមថ្ងៃទី20ខែធ្នូនេះប៉ុន្តែប្រធានមណ្ឌលសុខភាពឃុំរកាអះអាងថាមានអ្នកឆ្លងមេរោគអេដនេះតែ106នាក់ប៉ុណ្ណោះហើយចំនួននៃការកើនឡើងបន្តបន្ទាប់នោះលោកមិនអាចបញ្ចេញបានទេដោយរងចាំការសម្រេចពីថ្នាក់លើបទវិភាគនៃគេហទំព័ររដែរនេះបានបង្ហាញឲ្យដឹងតាមរយៈអ្នកវិភាគនិយាយថាការដែលមន្ត្រីជំនាញមិនហ៊ានបញ្ចេញព័ត៌មានពិតនៃការចម្លងមេរោគអេដនេះគឺទំនងខ្លាចអំណាចនាយរដ្ឋមន្ត្រីបន្ទាប់ពីលោកប្រកាសថាលោកមិនទាន់ជឿចំពោះការចម្លងមេរោគអេដនោះទេអ្នកវិភាគនិយាយថាករណីចម្លងមេរោគអេដនៅខេត្តបាត់ដំបងគឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងឲ្យឃើញថាសេវាសុខាភិបាលនៅកម្ពុជានៅមានលក្ខណៈទន់ខ្សោយបញ្ហានេះអាចមកពីប្រាក់ខែគ្រូពេទ្យមិនទាន់គ្រប់គ្រាន់អំពើពុករលួយនៃការប្រឡងចូលធ្វើជាគ្រូពេទ្យអំពើពុករលួយក្នុងការគ្រប់គ្រងបរិក្ខារពេទ្យនិងការរើសអើងរបស់គ្រូពេទ្យចំពោះអ្នកជំងឺក្រីក្រជាដើមលោកវិជ្ជបណ្ឌិតស៊ិនសុមេនីនាយកប្រតិបត្តិនៃអង្គការ Medicam ឲ្យដឹងថាកញ្ចប់ថវិកាជាផ្នែកសុខាភិបាលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺកាលពីឆ្នាំ2007មានតែជាង$80 លានប៉ុន្តែមកដល់ឆ្នាំ2014នេះមានកើនដល់ជាង$300 លានលោកក៏សម្គាល់ថាធ្វើត្បិតតែថវិកាដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលយកទៅចំណាយលើវិស័យសុខាភិបាលកើនមែនតែពលរដ្ឋនៅតែមានឧបសគ្គក្នុងការស្វែងរកសេវាសាធារណៈលោកមានប្រសាសន៍ថាដោយសារបញ្ហារបាំងហិរញ្ញវត្ថុបទានរបាំងលុយកាក់ទី2រឿងការកំពុងអនុវត្តនៅក្នុងសហគមន៍នឹងសេវាឯកជនមិនរៀបរយមិនមានច្បាប់ត្រឹមត្រូវគ្រូពេទ្យមិនមានជំនាញច្បាស់លាស់ការមិនចុះបញ្ជីមិនសុំអាជ្ញាប័ណ្ណគឺនៅមានច្រើននៅតាមភូមិឃុំក្បែរនឹងដៃរបស់ប្រជាជនរបាយការណ៍មួយកាលពីឆ្នាំ2013បង្ហាញថានៅប្រទេសកម្ពុជាមានអ្នកផ្ទុកវីរុស HIV 170,000 នាក់បើតាមលោកវិជ្ជបណ្ឌិតស៊ិនសុមេនីអត្រាprevalenceនៃអ្នកផ្ទុកមេរោគអេដនិងជំងឺអេដនៅកម្ពុជានៅសល់តែ1%ដោយសារតែមានការថយចុះអត្រានៃអ្នកផ្ទុកមេរោគអេដនេះម្ចាស់ជំនួយបានកាត់បន្ថយចំនួនជាបន្តបន្ទាប់ប៉ុន្តែអ្នកជំនាញនៅខាងអង្គការខណ្ណាធ្លាប់ប្រមានថាប្រសិនរបាយការណ៍នេះធ្វើឡើងដើម្បីតែបង្ហាញស្នាដៃល្អរបស់អ្នកដឹកនាំនោះនឹងមានគ្រោះថ្នាក់ដល់អ្នកផ្ទុកនឹងកើតជំងឺអេដកាន់តែធ្ងន់ធ្ងរដោយសារខ្វះជំនួយឧបត្ថម្ភចំណែកនៃការផ្ទុះនៃការរីករាលដាលមេរោគអេដនៅខេត្តបាត់ដំបងនេះលោកវិជ្ជបណ្ឌិតស៊ិនសុមេនីយល់ថាជាសារមួយប្រមានថាករណីនេះនឹងនៅមាននៅកន្លែងផ្សេងទៀតហើយជាបញ្ហាខ្វះខាតរបស់អាជ្ញាធរសុខាភិបាលដោយមិនត្រួតពិនិត្យច្បាស់លាស់ទៅលើគ្រូពេទ្យដែលដើរព្យាបាលតាមភូមិនោះលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ថាការដែលពលរដ្ឋខ្មែរពិសេសក្រុមអ្នកមានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសនោះគឺធ្វើឲ្យបាត់ចំណូលជាតិយ៉ាងច្រើននិងបង្ហាញថាប្រព័ន្ធសុខាភិបាលនៅកម្ពុជាមិនទាន់អាចជឿទុកចិត្តបាននោះទេករណីចម្លងមេរោគអេដដោយគ្រូពេទ្យប្រចាំភូមិនៅខេត្តបាត់ដំបងលោកយ៉ងកំឯងគិតថាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលផងដែរគឺមិនមែនជាការទទួលខុសត្រូវតែគ្រូពេទ្យរូបនោះម្នាក់ឯងទេសហគមន៍នេសាទនៅបាត់ដំបងបារម្ភបាត់បង់ព្រៃលិចទឹកតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានចុះផ្សាយថាប្រជាសហគមន៍នេសាទត្រីនៅឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងសម្ដែងក្តីបារម្ភចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលទៅកាប់ឆ្ការព្រៃលិចទឹកតំបន់ហាមឃាត់អស់រាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេអ្នកភូមិបញ្ជាក់ថាសកម្មភាពនេះនៅតែបន្តហើយប្រសិនបើអាជ្ញាធរពុំមានវិធានការទាន់ពេលនោះទេព្រៃដែលជាជំរកមច្ឆជាតិតំបន់នោះនឹងហិនហោយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខប្រជាសហគមន៍នេសាទត្រីនៅតំបន់ឃុំព្រែកនរិនអំពាវនាវឲ្យអភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ក្រុមអ្នករុករានព្រៃលិចទឹកនោះជាបន្ទាន់ដើម្បីរក្សាព្រៃដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋទុកជាជំរកត្រីនិងសត្វបក្សាបក្សីរស់នៅពងកូននៅថ្ងៃអនាគត ក
គេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈប្រធានសហគមន៍នេសាទត្រីភូមិព្រែកត្រប់ឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងលោកអ៊ុនហាក់ថ្លែងឲ្យដឹងថាក្រុមប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹកនៃភូមិព្រែកត្រប់នាំគ្នាសម្រុកកាប់បំផ្លាញព្រៃរនាមឬព្រៃលិចទឹកដែលជាជំរកមច្ឆជាតិនៅចំណុចភូមិព្រែកត្រប់ដើម្បីយកដីដាំដុះធ្វើជាកម្មសិទ្ធិដែលខុសច្បាប់លោកបញ្ជាក់ថាព្រៃលិចទឹកដែលអ្នកភូមិនាំគ្នាកាប់ឆ្ការនោះធ្វើសកម្មភាពប្រមាណ1ខែមកហើយដែលមានផ្ទៃដីប្រមាណ100ហិកតាហើយរហូតមកទល់ពេលនេះពួកគេនៅតែបន្តធ្វើសកម្មភាពរុករានដីជាបន្តបន្ទាប់នៅឡើយលោកបន្តទៀតថាតំបន់ព្រៃលិចទឹកដែលប្រជាពលរដ្ឋកាប់ឆ្ការនោះជាជំរករបស់មច្ឆជាតិនិងសត្វព្រៃលិចទឹកជាច្រើនប្រភេទរស់នៅហើយប្រសិនបើបាត់បង់ព្រៃនោះសត្វទាំងតូចទាំងធំនឹងហិនហោចអស់គ្មានសល់ជាពុំខានបើអស់ព្រៃតំបន់នោះទៅនោះសត្វជាច្រើនប្រភេទដែលធ្លាប់រស់នៅច្បាស់ជាគ្មានជំរកទៀតឡើយសកម្មភាពកាប់ឆ្ការព្រៃលិចទឹកនេះមានសភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ហើយប្រសិនបើអាជ្ញាធរនៅតែបណ្តោយឲ្យបន្តទៅមុខទៀតប្រជាពលរដ្ឋនៅតំបន់នោះនឹងមានវិវាទកើតឡើងដោយសារការដណ្ដើមដីគ្នាធ្វើជាកម្មសិទ្ធិតកតងទៅនឹងបញ្ហានេះដែរមន្ត្រីសម្របសម្រួលអង្គការអាត60ខេត្តបាត់ដំបងលោកយិនមេងលីមានប្រសាសន៍ថាដីព្រៃលិចទឹកនៅតំបន់ដែលប្រជាពលរដ្ឋរករៀននោះជាដីព្រៃតំបន់ហាមឃាត់មិនអាចជនណាម្នាក់ទៅកាប់ឆ្ការយកដីធ្វើជាកម្មសិទ្ធិបាននោះទេបើទោះក្នុងរូបភាពណាក៏ដោយលោកថាការទៅកាប់ឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិជាអំពើខុសច្បាប់ហើយអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការជាបន្ទាន់ដើម្បីរក្សាដីព្រៃនោះទុកជាជំរកមច្ឆជាតិរស់នៅពងកូនជាប្រយោជន៍រួមនៅថ្ងៃអនាគតលោកបន្តទៀតថាព្រៃលិចទឹកនៅសហគមន៍នេសាទត្រីតំបន់ភូមិព្រែកត្រប់មិនត្រឹមតែមានមនុស្សទៅកាប់ឆ្ការព្រៃឈើយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ប៉ុណ្ណោះទេនៅមានអ្នកជីកអណ្ដូងនៅតំបន់នោះជាច្រើនកន្លែងទៀតផងដើម្បីទាញយកផលប្រយោជន៍ត្រីរបស់ខ្លួនហើយប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិរបស់រដ្ឋពលរដ្ឋរតនគិរីចោទក្រុមហ៊ុនមួយថាឈួតឆាយដីប៉ះពាល់ដល់ដីសហគមន៍ពួកគេបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាប្រជាពលរដ្ឋរស់នៅក្នុងភូមិសមុទ្រលើឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីអះអាងថាក្រុមហ៊ុនរដ្ឋសុខនបានឈួតឆាយប៉ះពាល់ដីសហគមន៍របស់ពួកគេដែលត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីខែមិថុនាឆ្នាំ2012គេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈប្រជាពលរដ្ឋនៅភូមិសមុទ្រលើលោករ៉ូមីនសូតឲ្យដឹងថាភាគីពាក់ព័ន្ធរួមមានតំណាងក្រុមហ៊ុនប្រធានសហគមន៍ភូមិសមុទ្រលើក្រុមប្រឹក្សាឃុំសេដានិងតំណាងអង្គការលីកាដូបានជួបប្រជុំគ្នានៅព្រឹកថ្ងៃច័ន្ទនេះដើម្បីសិក្សាអំពីការប៉ះពាល់ដល់ដីសហគមន៍អំរងទុកនៅភូមិសមុទ្រលើលោកបន្តថាក្រុមហ៊ុនរដ្ឋសុខនបានយល់ព្រមផ្អាកការឈូសឆាយដីរយៈពេល5ថ្ងៃចាប់ពីថ្ងៃនេះដើម្បីឲ្យស្ថាប័នពាក់ព័ន្ធចុះមកកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់រវាងដីសហគមន៍និងព្រំប្រទល់ដីដែលក្រុមហ៊ុនត្រូវឈូសឆាយប្រធានសហគមន៍ភូមិសមុទ្រលើឃុំសេដាលោកទួយយ៉ាតមានប្រសាសន៍ថាសហគមន៍កំពុងដាក់ពាក្យបណ្ដឹងទៅរាជរដ្ឋាភិបាលសូរិយោដីនិងស្ថាប័នពាក់ព័ន្ធដើម្បីឲ្យចុះមកកំណត់ព្រំប្រទល់ដីសហគមន៍និងព្រំប្រទល់ដីរបស់ក្រុមហ៊ុនរដ្ឋសុខនមុននឹងឲ្យក្រុមហ៊ុនឈូសឆាយបន្តទៀតក្រុមប្រឹក្សាឃុំសេដាលោកភួនសវណ្ណបានចាត់ទុកចំនួនដីនេះជាកំហុសរបស់អតីតប្រធានការិយាល័យបរិស្ថានស្រុកលំផាត់ម្នាក់ដែលថាបុគ្គលរូបនោះមិនបានស្គាល់ផែនទីច្បាស់លាស់និងប្រហែលជាខុបខិតក្នុងការលក់ដីឲ្យក្រុមហ៊ុនលោកបន្តថាប្រធានបរិស្ថានស្រុកលំផាត់ធ្លាប់អួតថាខ្លួននឹងបានរថយន្តលុចស៊ីជិះប្រសិនបើក្រុមហ៊ុនទិញដីនោះកាលពីខែសីហាឆ្នាំ2014ក្រុមហ៊ុន Road Secon Incorporation បានដាក់លិខិតមួយទៅអភិបាលខេត្តរតនគិរីដោយស្នើសុំក្រុមការងារចម្រុះរបស់ខេត្តចោះវាស់វែងនៅកំណត់អនុតំបន់ទី1លើផ្ទៃដី 1000 ហិកតាក្នុងទីតាំងដីសម្បត្តិសេដ្ឋកិច្ចលិខិតបន្តថាក្រុមហ៊ុនបានទទួលការអនុញ្ញាតពីក្រសួងបរិស្ថានតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី13ខែកុម្ភៈឆ្នាំ2014ឲ្យធ្វើការឈូសឆាយលើផ្ទៃដីទំហំ500ហិកតាស្ថិតក្នុងអនុតំបន់1និងលិខិតអនុញ្ញាតរបស់អភិបាលខេត្តឲ្យនាំចូលគ្រឿងចក្រនិងសម្ភារៈចាំបាច់ដើម្បីបម្រើការឈូសឆាយដាំដុះដំណាំកសិឧស្សាហកម្មក្នុងទីតាំងតំបន់ដីសម្បត្តិសេដ្ឋកិច្ចមន្ត្រីខ្លំមើលរបស់អង្គការលីកាដូលោកចៅសុភីឲ្យ VOD ដឹងថាក្រុមហ៊ុនរដ្ឋសុខនមានលិខិតច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នោះប៉ុន្តែបញ្ហានោះគឺដោយសារអាជ្ញាធរមិនបានចោះស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយពីសហគមន៍និងប្រជាពលរដ្ឋប្រធានសហគមន៍លោកទួយយ៉ាបានដឹងទៀតថាដីដែលក្រុមហ៊ុនរដ្ឋសុខនបានឈូសឆាយមកដល់ពេលនេះមានចំនួន300ហិកតាចំណែកដីសហគមន៍បំរុងទុកមានផ្ទៃដីសរុបចំនួន9000ហិកតាហើយក្រុមហ៊ុនបានចុះមកឈូសឆាយដំបូងកាលពីថ្ងៃទី9ខែសីហាឆ្នាំ2013សង្គមស៊ីវិលបានបង្ហាញថាការដកហូតដីសម្បត្តិសេដ្ឋកិច្ចមិនអាចកាត់បន្ថយចំនួនដីធ្លីលោកអ្នកនាងជាទីមេត្រី
តាមការចុះផ្សាយរបស់គេហទំព័រអស៊ីសេរីបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកហូតដីសម្បត្តិសេដ្ឋកិច្ចចំនួន 76,000 ហិកតាមកជាសម្បត្តិរដ្ឋវិញបន្ទាប់ពីក្រុមហ៊ុនទាំងនោះមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវដែលក្រសួងបានកំណត់ប៉ុន្តែអង្គការសង្គមស៊ីវិលដែលស៊ើបអង្កេតបញ្ហាដីធ្លីនៅកម្ពុជាអះអាងថាវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះគឺគ្មានប្រយោជន៍ឬធ្វើគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកអៀងសុផាឡែតមានប្រសាសន៍នៅថ្ងៃទី29ធ្នូថារាជរដ្ឋាភិបាលបានរឹបអូសមកវិញនៅដីសម្បត្តិសេដ្ឋកិច្ចចំនួន 76,000 ហិកតាពីក្រុមហ៊ុនចំនួន 5 ដែលពុំបានបំពេញលក្ខខណ្ឌគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌសំខាន់ទាំងនោះរួមមានឯកសារវិតម្លៃផលប៉ះពាល់លម្អិតទាំងបរិស្ថាននិងសង្គមនិងរបាយការណ៍វិតម្លៃអំពីទំហំដីពិតប្រាកដដើម្បីយកទៅស្នើសុំប្លង់កម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលកម្ពុជាជាដើមលោកបញ្ជាក់ថាការបំពេញឯកសារត្រឹមត្រូវគឺជួយកាត់បន្ថយជម្លោះលោកអៀងសុផាឡែតមានប្រសាសន៍បន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជានឹងដកហូតដីសម្បត្តិសេដ្ឋកិច្ចពីក្រុមហ៊ុនផ្សេងទៀតប្រសិនបើរកឃើញថាក្រុមហ៊ុននោះមិនគោរពតាមបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលទោះជាយ៉ាងណាក៏ដោយប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ូចលេងមានប្រសាសន៍ថាការដកហូតមកវិញនៅដីសម្បត្តិសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅពេលនេះគឺជារឿងគ្មានប្រយោជន៍ដោយសារតែចំនួនដីធ្លីនៅតែកើតមានដដែលម្យ៉ាងវិញទៀតដីសម្បត្តិសេដ្ឋកិច្ចទាំងនោះគឺប្រភេទដីដែលប្រើការមិនកើតដោយសារតែក្រុមហ៊ុនទាំងនោះបានជីកយករ៉ែឬកាប់បំផ្លាញព្រៃឈើស្ទើរតែទាំងស្រុងលោកបញ្ជាក់ទៀតថារាជរដ្ឋាភិបាលកម្ពុជាហាក់មានសមត្ថភាពតិចតួចក្នុងការស៊ើបអង្កេតប្រសិទ្ធភាពនៃការប្រើប្រាស់ដីសម្បត្តិសេដ្ឋកិច្ចដែលក្រុមហ៊ុនជាច្រើនបានយកទៅអភិវឌ្ឍដើម្បីប្រយោជន៍ជាតិបន្ថែមលើនេះអ្នកសម្របសម្រួលផ្នែកកំណែតម្រង់នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកវ៉ាន់សុផាតមានប្រសាសន៍ថាការដកហូតក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចពីក្រុមហ៊ុននានាកន្លងមកគឺមិនមែនជាដំណោះស្រាយកាត់បន្ថយចំនួនដីធ្លីនោះទេការដកដីសម្បត្តិសេដ្ឋកិច្ចមកវិញនោះគឺរាជរដ្ឋាភិបាលតែអនុវត្តទៅលើដីដែលគ្មានចំនួនលោកបញ្ជាក់ទៀតថារឿងដែលសោកស្ដាយបំផុតនោះគឺមានការលួចចេញប្លង់កម្មសិទ្ធិនៅពេលដីនោះមិនទាន់ដោះស្រាយចប់នៅឡើយរបាយការណ៍របស់សមាគមអាត6ស្ដីពីស្ថានភាពដីធ្លីប្រចាំឆ្នាំ2014បានបង្ហាញថាកត្រឹមឆ្នាំ2012រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចជាង 2.6 លានហិកតាឬស្មើនឹង 2,657,470 ហិកតាដល់ក្រុមហ៊ុនឯកជនប៉ុន្តែការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចបង្កឲ្យមានចំនួនដីធ្លីនិងចាប់ចងប្រជាពលរដ្ឋដាក់នៅក្នុងពន្ធនាគារជាបន្តបន្ទាប់ក្នុងនោះចាប់តាំងពីឆ្នាំ2000មកដល់ឆ្នាំ2013មានប្រជាពលរដ្ឋជិត 800,000 នាក់ឬស្មើនឹង 6% នៃចំនួនប្រជាជនសរុបត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការទន្ទ្រានដីធ្លីពីឈ្មួញនិងមន្ត្រីមានអំណាចក្រុមអ្នកមានអំណាចទាំងនោះរាប់តាំងពីអ្នកមានងារជាឧត្តមសេនីយ៍សមាជិកសភាប្រសិទ្ធិនិងងារជាឯកឧត្តមដែលគ្រប់គ្រងដីបង្កបង្កើនផលនៅកម្ពុជាប្រមាណ 80% ហើយអ្វីបានជាមានការខ្វះគ្រូនៅតំបន់ដាច់ស្រយាលបើយោងតាមបទវិភាគនៃគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថារបាយការណ៍របស់ UNESCO បានកត់សម្គាល់ថាមានគ្រូបង្រៀនចំនួន 4,739 នាក់ដែលទើបតែជ្រើសរើសឲ្យបម្រើការងារនៅតាមសាលាបឋមសិក្សារដ្ឋមួយចំនួននៅក្នុងថ្នាក់រៀនគេឃើញថាគ្រូបឋមសិក្សាមួយនាក់ត្រូវបង្រៀនសិស្សចំនួន 40 នាក់ជាមធ្យមប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគ្រូបង្រៀនបឋមសិស្សមួយនាក់ត្រូវបង្រៀនសិស្សចំនួន 46 នាក់នៅទីប្រជុំជនហើយនៅតំបន់ជនបទគឺ62នាក់ជាមធ្យមនេះជាការបង្ហាញទិន្នន័យរបស់រាជរដ្ឋាភិបាលដូច្នេះហើយក្រសួងអប់រំចង់កែប្រែអត្រាសិស្សនិងគ្រូបង្រៀនដោយនេះហើយពួកគេបានជ្រើសរើសគ្រូបឋមសិក្សាចំនួន 6,950 នាក់ប៉ុន្តែដោយសារគ្រូបង្រៀនពីមុនបានចូលនិវត្តន៍បោះបង់ការបង្រៀនឬក៏ទទួលមរណភាពដោយនេះក្រសួងអប់រំត្រូវការជ្រើសរើសគ្រូថ្មីចំនួន 3,120 នាក់បន្ថែមទៀតហើយអ្វីបានជាមានការខ្វះខាតគ្រូបង្រៀនបឋមសិក្សានៅតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាបទវិភាគនៃគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងទៀតថាទោះបីជាក្រសួងអប់រំត្រូវការចំនួនគ្រូបង្រៀនច្រើនក៏ដោយក៏ប៉ុន្តែមានគ្រូបង្រៀនភាគតិចណាស់ដែលទៅបង្រៀននៅតំបន់ដាច់ស្រយាលដោយសារតែកត្តាសំខាន់3យ៉ាងគឺកត្តាទី1ដោយសារពួកគេទទួលបានប្រាក់ខែតិចជាមធ្យមប្រាក់ខែរបស់គ្រូបឋមសិក្សាគឺ$120ក្នុងមួយខែដូច្នេះហើយពួកគេមិនអាចចិញ្ចឹមជីវិតបានគឺគ្រាន់តែបានផ្គត់ផ្គង់មួយផ្នែកនៃការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះកត្តាទី2ដោយសារតែតំបន់ជនបទមានកង្វះខាតកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀនលំបាកក្នុងការធ្វើដំណើរហើយនឹងខ្វះសម្ភារៈប្រើប្រាស់មួយចំនួនទៀតឧទាហរណ៍ផ្ទះសម្រាប់ស្នាក់នៅគឺនៅមានចម្ងាយឆ្ងាយពីសាលារៀនមួយផ្សេងទៀតគឺគ្មានមធ្យោបាយធ្វើដំណើរទៅវិញទៅមកដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធ
កត្តាទី3ដោយសារតែពួកគេត្រូវចំណាយថវិកាច្រើនក្នុងការរស់នៅដូចជាត្រូវជួលផ្ទះគ្រឿងឧបភោគបរិភោគនិងថ្នាំពេទ្យពេលមានជំងឺឧបករណ៍បង្រៀនហើយនិងមធ្យោបាយធ្វើដំណើរសរុបសេចក្តីមកដោយសារតែកត្តាទាំង3ខាងលើធ្វើឲ្យគ្រូបង្រៀនមួយចំនួនធំមិនព្រមទៅបង្រៀននៅតំបន់ដាច់ស្រយាលដែលជាហេតុធ្វើឲ្យការអប់រំនៅតាមតំបន់ជនបទមានការអន់ថយនៅកម្ពុជាយើងមិនអាចជ្រើសតាំងប្រធានាធិបតីបានក្រេកត្រូវរៀបចំបោះឆ្នោតសភាមុនការកំណត់តាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាលើកទី1លើកទី2មិនបានសម្រេចលើកទី3នៅតែមិនបានលទ្ធផលទៀតបេក្ខជនប្រធានាធិបតីលោក Staros Dimas ដែលរដ្ឋាភិបាលក្រិកបានស្នើឡើងមិនអាចប្រមូលសម្លេងសភាបានគ្រប់គ្រាន់សម្រាប់ទទួលតំណែងជាប្រធានាធិបតីសោះជាផលវិបាកក្រិកត្រូវបង្ខំចិត្តរៀបចំជាថ្មីការបោះឆ្នោតសភាមុនការកំណត់គេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងទៀតថាស្របតាមរដ្ឋធម្មនុញ្ញក្រិកសភាមានសិទ្ធិបោះឆ្នោត3ដងសម្រាប់ផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលក្នុងការតែងតាំងប្រធានាធិបតី3ដងមិនសម្រេចសភាត្រូវតែរំលាយនៅក្នុងរយៈពេល10ថ្ងៃខាងមុខហើយបន្ទាប់មកត្រូវរៀបចំការបោះឆ្នោតសភាមុនអាណត្តិពលគឺនៅថ្ងៃទី25មករាឆ្នាំ2015ហើយអ្វីបានជាក្រិកត្រូវធ្លាក់ខ្លួនរៀបចំការបោះឆ្នោតសភាមុនការកំណត់យ៉ាងដូចនេះព្រោះជាលើកទី3ជាប់គ្នាលោក Staros Dimas មិនអាចប្រមូលការគាំទ្រពីសមាជិកសភាបាន180សម្លេងចាំបាច់សម្រាប់ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអតីតស្នងការអឺរ៉ុបនឹងមានការគាំទ្រយ៉ាងខ្លាំងពីប្រធានគណៈកម្មការអឺរ៉ុបគ្មានលទ្ធភាពធ្វើឲ្យប្រសើរជាងការបោះឆ្នោតនៅជុំទី2និងជុំទី1ឡើយដូច្នេះប្រទេសក្រិកនឹងត្រូវត្រឡប់ទៅបើកឆាកឃោសនានយោបាយឡើងវិញដែលពិតមានលក្ខណៈពុះកញ្ជ្រោលខ្លាំងនិងមានការប្រកួតប្រជែងខ្លាំងរវាងគណៈបកស្ដាំនិយមប្រជាធិបតេយ្យថ្មីរបស់នាយករដ្ឋមន្ត្រីនិងគណៈបកឆ្វេងជ្រុលនិយម Syriza ដែលមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងការស្ទង់មតិទស្សនវិស័យនៃជោគជ័យ Syriza បកឆ្វេងនិយមជ្រុលរបស់លោក Alexis Tsipras ដែលសន្យាបិទបញ្ចប់នយោបាយបិទត្បៀតបានធ្វើឲ្យម្ចាស់បំណុលក្រិកព្រួយបារម្ភយ៉ាងខ្លាំងSyriza បានច្រានចោលផែនការរដ្ឋបတ်ថ្មីដែលរដ្ឋាភិបាលកំពុងកាន់អំណាចនិងម្ចាស់មូលនិធិបានស្នើឡើងសម្រាប់ឆ្នាំ2015គណៈបកនេះចង់ចរចាអំពីលក្ខខណ្ឌនៃជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបនិងមូលនិធិហូរ៉ូប៉ីវត្ថុអន្តរជាតិបានព្រមព្រៀងរួចហើយឡើងវិញគឺជាប្រធានបទដ៏រសើបបំផុតនឹងដែលសហភាពអឺរ៉ុបព្រឺក្នុងចាំទីផ្សារភាគហ៊ុនក្រិកគ្រាន់តែបានលើដំណឹងបោះឆ្នោតសភាមុនការកំណត់ភ្លាមបានធ្លាក់ថ្លៃអស់ 11%លោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំ Rosmaria សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា